ត្រាំមានសារសំខាន់ទៅប្រជាពលរដ្ឋអ៊ីរ៉ង់នៅពេលនេះចេះលោកថាប្រជាពលរដ្ឋអ៊ីរ៉ង់ដែលស្រឡាញ់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងការចង់មានរបៀបដឹកនាំរដ្ឋបែបសេរីនិយមដោយមិនមានរបៀបដឹកនាំផ្ដាច់ការគឺឱកាសនោះមកដល់ហើយនៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះគាត់និយាយប្រាប់ប្រជាពលរដ្ឋអ៊ីរ៉ង់លោកបន្តថាប្រជាពលរដ្ឋអ៊ីរ៉ង់ពេលនេះកុំចេញក្រៅផ្ទះឲ្យសោះនៅក្នុងផ្ទះព្រោះអីគ្រាប់បែកនឹងទម្លាក់ច្រើនទីតាំងណាស់ដើម្បីការពារសុវត្ថិភាពហើយនៅពេលដែលសង្គ្រាមនេះចប់ទៅបានន័យថាសង្គ្រាមដែលមានកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋរបស់អ៊ីរ៉ង់បានសម្រេចគឺសហរដ្ឋអាមេរិកនឹងប្រគល់ជោគវាសនានៃការគ្រប់គ្រងរដ្ឋអ៊ីរ៉ង់នេះទៅឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ដែលស្រឡាញ់ប្រជាធិបតេយ្យហើយឲ្យត្រៀមខ្លួនទៅលោកថានេះគឺជាឱកាសតែមួយគត់នៅក្នុងប្រវត្តិនៃការតស៊ូរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ដែលស្រឡាញ់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយសូមឲ្យយកឱកាសនេះដើម្បីយកទៅគ្រប់គ្រងយកទីជោគវាសនារបស់ប្រទេសអ៊ីរ៉ង់ទៅបាទសាររបស់លោកត្រាំគឺមានន័យខ្លឹមសារនយោបាយផងនិងខ្លឹមសារការពារខ្លួនផងខ្លឹមសារនយោបាយដូចខ្ញុំនិយាយចឹងគឺបញ្ជាក់ប្រាប់ថាអាមេរិកគឺមានឥទ្ធិពលខ្លាំងណាស់គឺជាបិតានិយាយទៅបងធំលើពិភពលោកបងធំទី1តែប៉ុណ្្នឹងឯងនឹងសារច្បាស់ហើយអត់មានអីខ្លាចអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខឯណាអត់ចាំបាច់ត្រូវការ consent ឬការយល់ព្រមអីទេគឺបាញ់តែម្ដងតែអូសអ៊ីស្រាអែលមកដែរកុំឲ្យម្នាក់ឯងពេកហើយអ៊ីស្រាអែលសបាយឲ្យតែវាយជាមួយអាមេរិកចូលទៅអ៊ីរ៉ង់ហ្នឹងព្រោះអីអ៊ីរ៉ង់ហ្នឹងគឺជាសត្រូវស៊ីសាច់ហុតឈាមរបស់អ៊ីស្រាអែលហើយខ្លាចកំជ្រួចអ៊ីរ៉ង់ហ្នឹងបាញ់ចូលទៅអ៊ីស្រាអែលដែរចង់និយាយចឹងណាបើថាកំតិចអ៊ីរ៉ង់បានគឺអ៊ីស្រាអែលក៏ជាបងធំទី2ឬក៏ថាបងធំទី1នៅតំបន់មជ្ឈិមបូព៌ាដែរបានអាមេរិកជួយដូច្នេះនេះគឺជារឿងនយោបាយបើប្រាប់អំពីឥទ្ធិពលអាមេរិករឿងទី2តកតងនឹងការស្អំចិត្តហើយនឹងការពារខ្លួនគឺអាមេរិកប្រើសារមួយគឺថាអ្វីដើម្បីប្រជាពលរដ្ឋអ៊ីរ៉ង់ឃើញទេនេះគឺជាភាពឆ្លាតវៃរបស់អាមេរិកណាអ្វីគឺជារបស់អ៊ីរ៉ង់វាយហើយគឺនឹងយកប្រជាពលរដ្ឋអ៊ីរ៉ង់យកទៅគ្រប់គ្រងប្រទេសបងប្អូនឃើញអត់មានខុសអីពីស្រុកខ្មែរអញ្ចឹងហើយបានជាយើងគិតថាហេតុអីបានជាលោកកឹមសុខាលោកសំរងស៊ីដែលជាក្រុមតស៊ូគណៈបកប្រឆាំងឲ្យទទួលបានការជ្រោមជ្រែងឬក៏អាចថាលើកទឹកចិត្តជាអាចមានថវិកាប្រហែលជាថវិកានោះតាមរយៈអង្គការក្រៅរដ្ឋាភិបាលទេមិនដែលតាមជំនួយរបស់រដ្ឋាភិបាលអាមេរិកទេព្រោះរដ្ឋាភិបាលអាមេរិកមិនដែលគ្រប់គ្រងក្រុមប្រឆាំងនយោបាយណាមួយប៉ុន្តែវាមានអង្គការ UN USAID IRI អីដែលជាគម្រោងអង្គការសង្គមស៊ីវិលគេជួយកញ្ចប់បែបហ្នឹងអញ្ចឹងអាចបានទទួលការជំនួយទំនុកបំរុងហើយបើប្រយោជន៍របស់គេគឺអញ្ចឹងនៅពេលដែលមានក្រុមដែលជាប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានប្រជាពលរដ្ឋគេគ្រប់គ្រងគឺដើម្បីផ្លាស់ប្ដូររបបមួយគឺគេត្រូវឲ្យអ្នកដែលជាប្រជាពលរដ្ឋដែលជាក្រុមបកប្រឆាំងហ្នឹងឡើងមកកាន់ប្រទេសគេមិនដែលទៅកាន់ទេដូចគ្នានៅអ៊ីរ៉ង់អញ្ចឹងហើយយើងចាប់ផ្ដើមចោទអ៊ីរ៉ង់ចាត់ទុកថាអាមេរិកគឺជាក្បត់ជាតិហើយចាំមើលក្រុមប្រឆាំងណាមួយក៏ដោយដែលអាមេរិកលើកបន្ទប់ឲ្យទៅគ្រប់គ្រងប្រទេសអ៊ីរ៉ង់ហ្នឹងនឹងคล้ายទៅជាក្រុមក្បត់ជាតិនឹងក្រុមពួកខាងអ៊ីរ៉ង់ដែលកំពុងកាន់ការសម្ងាយហ្នឹងនឹងធ្វើបាបធ្វើទុកបុកម្នេញក៏ប៉ុន្តែបងប្អូនបើអាមេរិកលូកដៃហើយខ្ញុំជឿថាដូចខ្ញុំនិយាយតែចំណុចចាប់ផ្ដើមនៃទីបញ្ចប់នៃរបបដឹកនាំរដ្ឋបែបអ៊ីរ៉ង់ដែលផ្ដាច់ការនោះទេព្រោះប្រជាពលរដ្ឋអ៊ីរ៉ង់ខ្លោចផ្សាណាស់ម៉ោងនេះនៅតាមផ្លូវថ្នល់មួយចំនួនណាឃើញរូបវីដេអូដែលសារព័ត៌មានអន្តរជាតិផ្សាយមានប្រជាពលរដ្ឋអ៊ីរ៉ង់មួយចំនួនកំពុងតែរាំសបាយចាក់ភ្លេងផងហេតុអីបានជាគេទម្លាក់គ្រាប់នៅក្នុងប្រទេសរបស់ខ្លួនបែរទៅជារាំសបាយបងប្អូនមានយល់ទេតើយល់អារម្មណ៍នេះប៉ុណ្ណាពួកគាត់ខ្លះធូរខ្សាកដោយសារតែធូរចិត្តថាបានអាមេរិកជួយរំដោះប្រទេសនេះចេញពីក្រញាំបិសាចអីចឹងគេគិតអញ្ចឹងឥឡូវយើងមើលប្រតិកម្មរបស់សហគមន៍អន្តរជាតិវិញតើគេប្រតិកម្មយ៉ាងម៉េចខ្ញុំមើលប្រតិកម្មពីប្រទេសរុស្ស៊ីទៅមុនគេបងប្អូនប្រហែលជាមិនឆ្ងល់ទេណារុស្ស៊ីតាមមានបញ្ហាអីឬរុស្ស៊ីថ្កោលទោសអាមេរិករុស្ស៊ីថ្កោលទោសអាមេរិកដោយចាត់ទុកអាមេរិកថាឈ្លានពានដែនអធិបតេយ្យគឺឈប់ខ្ញុំរកសាររបស់រុស្ស៊ីអានឲ្យបងប្អូនស្ដាប់រុស្ស៊ីដែលនិយាយចេះរុស្ស៊ីថ្កោលទោសការវាយប្រហាររបស់អាមេរិកទៅលើ
ប្រទេសអ៊ីរ៉ង់ដោយចាត់ទុកថាការវាយប្រហារនេះគឺធ្វើឡើងដោយបង្កហេតុដោយអត់មានការវាយប្រហារដោយអត់មានការបង្កហេតុពីអ៊ីរ៉ង់សោះចឹងរុស្ស៊ីថ្កោលទោសរឿងការវាយប្រហារដោយអត់មានការបង្កហេតុពីអ៊ីរ៉ង់ទេដែលនេះគឺជាចំណាត់ការមួយដែលគេហៅថាខូខើចំណាត់ការមួយដែលធ្វើដោយការមិនយកចិត្តទុកដាក់ដល់ជីវិតមនុស្សអីអញ្ចឹងឬក៏សុខទុក្ខរបស់ប្រជាពលរដ្ឋឬរដ្ឋាភិបាលទេហើយរុស្ស៊ីចោទរដ្ឋាភិបាលអាមេរិកថាកំពុងតែធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាពនៅតំបន់ខ្ញុំបើកវងកញ្ចក់បន្តិចបងប្អូនរុស្ស៊ីមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការថ្លែងសារបែបនេះអត់មានអីឆ្ងល់ទេក៏ប៉ុន្តែខ្មែរយើងមានសុភាសិតមួយគេថាបើនៅផ្ទះស្បូវកុំសូវលេងជគូបានន័យថាតែលេងទៅវាឆេះឬក៏មានន័យមួយយ៉ាងទៀតថាភាសាសាមញ្ញតាមបណ្ដាញសង្គមឥឡូវគេរើសយកពាក្យហ្នឹងមកប្រើដែរគេថាយើងកំពុងតែយកទឹកបង្គន់ទៅលាងជំរះបន្លែឲ្យស្អាតអានេះគឺជាភាសាមួយដ៏គ្រោតគ្រាខ្ញុំសុំទោសដែលមិនគួរណាទៅយកពាក្យហ្នឹងយកមកប្រើតែវាគ្មានអត្ថន័យអីឲ្យត្រឹមត្រូវទេព្រោះបន្លែយើងមិនអាចលាងសម្អាតដោយយើងដួសទឹកពីបង្គន់មកទេមិនអញ្ចឹងណាព្រោះបង្គន់ហ្នឹងវាក៏ក្រិចទៅហើយយើងទៅលាងបន្លែឲ្យស្អាតតតែទឹកស្អាតអញ្ចឹងជំរះបន្លែដោយបង្គន់ហើយយើងប្រាប់ថាយើងកំពុងតែលាងបន្លែហ្នឹងឲ្យជ្រះគឺវាអត់ជ្រះទេអញ្ចឹងដូចគ្នាដែររុស្ស៊ីនៅពេលដែលចោទអាមេរិកថាចូលឈ្លានពានដែនអធិបតេយ្យរបស់អ៊ីរ៉ង់ទាំងគ្មានការបង្កហេតុចោះខ្លួនឈ្លានពានរុស្ស៊ីឈ្លានពានអ៊ុយក្រែនមកតើអ្នកណាបង្កហេតុអ៊ុយក្រែនអត់មានអាវុធបរមាណូទៀតគ្នាខំប្រឹងរំលាយចោលអាវុធបរមាណូដោយសារសុំសុខសន្តិភាពយើងទៅឈ្លានពានដែនអធិបតេយ្យរបស់គេអត់មានអ្នកណាអាគ្រីមៀនឹងយករបស់គ្នាតតាំងផ្ទប់មាត់គ្នានាំទាហានចូលទៅរំលោភបំពានតើមានទឹកមាត់ប្រៃអីទៅអានេះរុស្ស៊ីគេនិយាយចឹងឥឡូវទី2គឺប្រទេសចិនបាទខ្ញុំចង់បានចំណាប់អារម្មណ៍ពីរុស្ស៊ីនិងចិនខ្លាំងដែរព្រោះអីតើចិនគេយល់យ៉ាងម៉េចអំពីសង្គ្រាមរបស់អាមេរិកហើយនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ចិនថ្ងៃនេះគេនិយាយចេះចិនកោលទោសការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ដែរចិននិយាយថាចិនព្រួយបារម្ភយ៉ាងក្រៃលែងតាក់ទងនឹងចំណាត់ការវាយប្រហារបែបយោធាដែលប្រព្រឹត្តឡើងដោយអាមេរិកនិងអ៊ីស្រាអែលទៅនៅថ្ងៃសៅរ៍ហើយហៅចិនសូមអំពាវនាវឲ្យបញ្ឈប់សកម្មភាពទ័ពនេះជាបន្ទាន់អ្វីដែលចិនបន្ថែមទៀតនេះគឺជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកដែលសារព័ត៌មាន ABC ដកស្រង់នេះគឺនិយាយចេះថាអ៊ីរ៉ង់គឺជារដ្ឋអធិបតេយ្យបញ្ហាសន្តិសុខនិងដែនអធិបតេយ្យជាតិដែនអធិបតេយ្យទឹកដីនេះគួរតែទទួលបានការគោរពប្រទេសចិនសូមអំពាវនាវឲ្យបញ្ឈប់សកម្មភាពយោធានេះជាបន្ទាន់ដើម្បីកុំឲ្យមានការបញ្ឆេះកម្ដៅតទៅទៀតហើយបន្ថយកម្ដៅនៅហើយសំទោសបន្ថយកម្ដៅនិងរៀបចំឲ្យមានការចរចាឡើងវិញដើម្បីមានសន្តិភាពស្ថិរភាពចំពោះប្រទេសមជ្ឈមបូព៌ាផងបងប្អូនឯកសារនេះជាភាសាអង់គ្លេសខ្ញុំអានឆៅបកប្រែផ្ទាល់បែបនេះរៀងរដាប់ដប់តិចសំទោសប៉ុន្តែនេះគឺជាជំហររបស់ចិនបាទកោលទោសហើយទាឲ្យចរចាវិញហើយថានេះគឺជារដ្ឋអធិបតេយ្យហេតុអីបានជាចិនថ្លែងសារបែបនេះបងប្អូនចិនគឺទម្លាប់គាត់តែអញ្ចឹងទេគឺឲ្យរំលោភដែនអធិបតេយ្យរបស់រដ្ឋដទៃដោយគ្មានការដែលគេនាំអាតបែបនេះគឺជាការរំលោភបំពានដែនអធិបតេយ្យដោយសារអីចិនមានសារនយោបាយមួយគឺដើម្បីក្រាញកុំឲ្យអាមេរិកថ្ងៃក្រោយទៅបើវាយប្រហារកោះតៃវ៉ាន់សំទោសចិនតកតងនឹងការការពារកាងកោះតៃវ៉ាន់អីហ្នឹងគឺការពារខ្លួនហើយថាអត់ចូលចិត្តទេអ្នកណាមករំលោភដែនអធិបតេយ្យរបស់ប្រទេសមួយហ្នឹងគឺការពារឲ្យហើយសម្រាប់ទប់ខៃឡូថ្ងៃក្រោយទៅអាមេរិកវាយចិនការពារកោះតៃវ៉ាន់តែបើកវងកញ្ចក់តិចតើសាររបស់ចិននេះវាឈឺចាប់ប៉ុណ្ណាសម្រាប់ប្រទេសកម្ពុជាចិនជាមិត្តដៃថែបរបស់ខ្មែរពេលដែលអាមេរិកអ៊ីស្រាអែលទម្លាក់គ្រាប់នៅអ៊ីស្រាអែលដែលនៅប្រទេសអ៊ីរ៉ង់ដែលជារឿងមួយដែលធំនៅលើពិភពលោកមហាអំណាចអាមេរិក
ចិនទៅប្រាប់ថាកោលទោសថានេះគឺជាការរំលោភដែនអធិបតេយ្យរបស់រដ្ឋអធិបតេយ្យចោះនៅពេលដែលយើងជាមិត្តដៃថៃបរបស់ខ្មែរពេលថៃឈ្លានពានដែនអធិបតេយ្យកម្ពុជាឯណាមិនឃើញសាររបស់ចិនដែលកោលទោសថៃសូម្បីតែមួយម៉ាត់ចុះកែហ្នឹងគឺជាការរំលោភដែនអធិបតេយ្យរបស់កម្ពុជាដែរមិនចឹងអញ្ចឹងបានន័យថាថៃចិនណាសូម្បីតែជាមិត្តដៃថៃរបស់កម្ពុជាពេលដែលមិនថ្លែងសារកោលទោសថៃរឿងឈ្លានពានកម្ពុជាស្មើនឹងចិនទទួលស្គាល់ថាថៃមិនឈ្លានពានកម្ពុជាខូចខ្លួនឯងទេដែលធ្វើឲ្យថៃឈ្លានពានន័យហ្នឹងគឺអញ្ចឹងព្រោះរឿងអីដែលយើងមើលមិនឃើញថាថៃឈ្លានពានកម្ពុជានៅពេលដែលប្រើ F16 ប្រើបាញ់ឆ្លងដូចចូលដែនអធិបតេយ្យអញ្ចឹងបានន័យថាចិនចាក់ខ្សែប៉ុន្តែអត់ចាក់ខ្សែជាមួយអ៊ីរ៉ង់ទេអានេះហើយដែលយើងឃើញនយោបាយពវៀនបច្ចេករបស់ប្រទេសដទៃកុំទៅអែបគេខ្លាំងពេកយើងអែបគេដោយសារតែយើងចង់ខ្លាចបាត់អំណាចដល់ពេលឥឡូវគេប្រលេះដៃចោលយើងឃើញអញ្ចឹងហ៎ឥឡូវសហគមន៍អឺរ៉ុបវិញគេឆ្លើយយ៉ាងម៉េចប្រតិកម្មសហគមន៍អឺរ៉ុបជាពិសេសគឺមានសហភាពអឺរ៉ុបហ្នឹងគឺគេអត់កោលទោសហ្មងទេគាត់និយាយទៅសហភាពអឺរ៉ុបមានយល់ស្របដែរថាអ៊ីរ៉ង់ហ្នឹងគឺជាប្រទេសដែលមិនរដ្ឋាភិបាលហ្នឹងមិនស្រួលទេគឺមានអាវុធបរមាណូគឺវាមានការគំរាមកំហែងដល់អឺរ៉ុបដែរអញ្ចឹងអឺរ៉ុបគាត់និយាយថាជំរុញលើកទឹកចិត្តឲ្យភាគីទាំងអស់រក្សាការអត់ធ្មត់ឲ្យច្រើនជាអតិបរមាដើម្បីកុំឲ្យមានចំនួនព្រំដែនហ្នឹងកាន់តែខ្លាំងតែអញ្ចឹងទៅតែប៉ុណ្្នឹងឯងតែមិនថ្កោលទោសទេហ្នឹងសម្រាប់សហភាពអឺរ៉ុបចុះប្រទេសដែលជាសមាជិកអឺរ៉ុបម្នាក់វិញចាក់កភពអង់គ្លេសពីមុនជាសមាជិកអឺរ៉ុបតែไปដកចេញមកឥឡូវអឺរ៉ុបនៅសល់តែ27ប្រទេសចក្រភពអង់គ្លេសនៅម្នាក់ឯងចក្រភពអង់គ្លេសអាល្លឺម៉ង់បារាំងគឺក្លាហានក្រាន់បើហ៊ានថ្កោលទោសការបាញ់ប្រហារទៅលើប្រទេសអ៊ីរ៉ង់ប៉ុន្តែក៏ពាវនាវឲ្យមានការអត់ធ្មត់អញ្ចឹងដែរហើយផ្ដោតទៅលើថាធ្វើម៉េចឲ្យមានស្ថិរភាពនៅតំបន់ប្រទេសអាល្លឺម៉ង់ជាពិសេសគឺបាននិយាយថាពួកគេកំពុងឃ្លាំមើលស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់បាទឥឡូវចុះប្រទេសដទៃទៀតចុះកម្ពុជាមុននឹងទៅដល់កម្ពុជាខ្ញុំនិយាយអំពីប្រទេសម៉ាឡេវិញអតីតប្រធានអាស៊ានបដូវវេនពីមុននេះតើគាត់និយាយយ៉ាងម៉េចលោកអាន់វ៉ាអ៊ីប្រាហ៊ីមអាស៊ាននេះដូចជាមានតែលោកអាន់វ៉ាទេដែលហ៊ានថ្លែងសារនេះដែលសំទោសបងប្អូនឯកសារច្រើនពេកបាត់ឯកសាររបស់លោកអាន់វ៉ាហើយនេះលោកអាន់វ៉ាអ៊ីប្រាហ៊ីមគាត់និយាយអញ្ចេះគាត់ថាការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលក៏អត់និយាយអាមេរិកការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលនិងយោធាអាមេរិកទៅលើប្រទេសអ៊ីរ៉ង់នេះគឺជាការដែលនាំឲ្យស្ថានភាពឬស្ថានភាពនៅមជ្ឈមបូព៌ាទៅដល់មាត់ជ្រោះនៃគ្រោះមហន្តរាយលោកបន្តថាការដែលផ្ដួចផ្ដើមរបស់ទ័ពអ៊ីស្រាអែលជាពិសេសនៅក្នុងការវាយប្រហារបែបនេះគឺជាការធ្វើវិធានសាសនាប៉ះពាល់ដល់កិច្ចចរចាផ្សេងហើយនឹងធ្វើឲ្យជាតិសាសន៍ទាំងនេះគឺធ្លាក់ចូលនៅក្នុងភ្នក់ភ្លើងសង្គ្រាមដែលមិនអាចរកទីបញ្ចប់ឃើញទេលោកនិយាយថាពិបាកហើយលោកក៏បន្តទៀតថាលោកទាមទារឲ្យមានការឈប់បាញ់ជាបន្ទាន់ដើម្បីបញ្ចប់ការដែលបន្ទុះសារាយគ្នានេះលោកជំរុញឲ្យសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ផងអនុវត្តតាមគោលការណ៍ការទូតជាជាងការយកការប្រយុទ្ធគ្នាតាមចុងកណ្ដុងបែបនេះហើយត្រូវតែវិលមករកការចរចាគ្នាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយលោកក៏នៅតែផ្ដល់ជំនួយអីក៏ដោយបើសិនចង់ឲ្យលោកជួយផ្សះផ្សាម៉ាឡេទៅផ្សះផ្សាអីលោកឲ្យជាមួយថៃនិងកម្ពុជានឹងជួយផ្សះផ្សាអរគុណម៉ាឡេដែរតែចុងក្រោយបានដីទៅថៃមកកណោឥឡូវយើងចូលដល់កម្ពុជាម្ដងខ្ញុំនិយាយថាចោះប្រតិកម្មកម្ពុជាថ្កោលទោសអាមេរិកដែរទេមិនបាច់ឆ្ងល់ទេបងប្អូនកម្ពុជាមិនអាចទៅថ្កោលទោសអាមេរិកអីកើតទេព្រោះអីទៅចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោកត្រាំនេះឥឡូវទៅជាប់ផុងជាមួយកញ្ចប់របស់គេយើងអញ្ចឹងមិនថាជំហររបស់យើងហ្នឹងគឺអញ្ចឹងយើងចង់បានលួងចិត្តស្អំចិត្តប្រជាពលរដ្ឋខ្មែរទៅថាចូលរួមក្រុមប្រឹក្សាសន្តិភាពអីអញ្ចឹងដល់ចូលទៅចូលក្នុងកញ្ចប់គេផ្លឹក
ហើយឥឡូវបៃតាសន្តិភាពហ្នឹងកំពុងតែវាយទម្លាក់គ្រាប់ទៅលើប្រទេសអ៊ីរ៉ង់ប៉ុន្តែប្រហែលជាអាចលោកត្រាំបាននិយាយថារកសន្តិភាពឲ្យអ៊ីរ៉ង់ដែរទេសន្តិភាពឲ្យអ៊ីរ៉ង់សន្តិភាពដោយពិភពលោកហើយសន្តិភាពតាមចុងកណ្ដុងតែឥឡូវនេះជាសាររបស់ខាងភាគីកម្ពុជា គឺសាររបស់ស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋទួគីយេមកបងប្អូនទួគីយេហ្នឹងគេដូរឈ្មោះឲ្យប្រទេសហ្នឹងគឺប្រទេសទួគីមិនដឹងស្អីសុកប្រទេសទួគីហ្នឹងមកដូរជាទួគីយេឯណាទៅវិញទៅហើយយើងស៊ាំទួគីអស់ហើយតែយ៉ាងណាទួគីយេទៅយើងធ្វើមិនបើប្រទេសគេដូរឈ្មោះទៅអញ្ចឹងសេចក្តីអំពាវនាវរបស់កម្ពុជារបស់ស្ថានទូតយើងនៅទីនោះក៏ថាស្ថានឯកអគ្គរដ្ឋទូតនៃប្រជាណាចក្រកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែលដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង្គការ៉ាសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសអ៊ីស្រាអែលឲ្យបានជ្រាបថាភាពតានតឹងផ្នែកយោធារវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ង់កំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងនៅថ្ងៃទី28ខែកុម្ភៈនេះអាស្រ័យហេតុនេះស្ថានឯកអគ្គរដ្ឋទូតនៃប្រជាណាចក្រកម្ពុជាប្រចាំនៅអ៊ីស្រាអែលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសអ៊ីស្រាអែលឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែលដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូនក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុលសូមមេត្តាតាក់ទងទៅស្ថានឯកអគ្គរដ្ឋទូតនៃប្រជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអ៊ីស្រាអែលដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង្គការ៉ាតាមរយៈទូរស័ព្ទលេខ855 12 675 450ឬ855 877 656 262តាម Telegram ក៏បានតាម WhatsApp ក៏បានបាទនេះគឺជាសាររបស់កម្ពុជាយើងខ្វល់តាក់ទងនឹងបងប្អូនខ្មែរយើងដែលជាពលករចំណាក់ស្រុកនៅប្រទេសអ៊ីស្រាអែលព្រោះអីអ៊ីរ៉ង់អាចបាញ់កំជ្រួចទៅដល់អ៊ីស្រាអែលប៉ុន្តែបងប្អូនម្ដងនេះហ่าរឿងនេះគឺមានរឿងសំខាន់សម្រាប់ស្រុកខ្មែរណាបងប្អូនត្រូវដឹងថាថ្ងៃនេះគឺលោកត្រាំបញ្ជាប្រតិបត្តិការតាមពិតម្សិលមិញបើនិយាយពីម៉ោងនៅអាមេរិកលោកត្រាំបញ្ជាប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ក្រោយការចរចាបរាជ័យសង្គ្រាមដ៏កក្រើកពិភពលោកស្ទើរតែស្មើនឹងសង្គ្រាមលោកលើកទី3កំពុងតែកើតផ្ទុះយ៉ាងមហិមានៅលើទឹកដីអ៊ីរ៉ង់ទ័ពអាមេរិកនៅក្នុងមូលដ្ឋានទ័ពដែលនៅក្បែរអ៊ីរ៉ង់មានមូលដ្ឋានជើងទឹករបស់អាមេរិកត្រូវបានកំជ្រួចរបស់អ៊ីរ៉ង់បាញ់ទម្លាក់ទៅចំខ្លះហើយប៉ុន្តែបងប្អូននេះគ្រាន់តែជាថ្ងៃចាប់ផ្ដើមនៃសេចក្តីបញ្ចប់របស់របបដឹកនាំរដ្ឋរបស់អ៊ីរ៉ង់ទេបាទជាចំណុចចាប់ផ្ដើមនៃទីបញ្ចប់មិនមែនចំណុចចាប់ផ្ដើមនៃជោគជ័យរបស់របបអ៊ីរ៉ង់ទេព្រោះអីការចរចានេះយើងឃើញគាត់ចរចាមកច្រើនហើយអ៊ីរ៉ង់នេះក៏មែនតែនចិញ្ចឹមចិត្តយកអាមេរិកធ្វើជាសត្រូវស៊ីសាច់ហុតឈាមអ៊ីរ៉ង់40ឆ្នាំហើយយកអាមេរិកធ្វើជាសត្រូវស៊ីសាច់ហុតឈាមគឺចង់ឲ្យតែអាមេរិកស្លាប់ទេដោយសារអីអាមេរិកតែមួយគត់នៅលើពិភពលោកដែលមានឥទ្ធិពលបង្ក្រាបអ៊ីរ៉ង់នេះបានដោយសារតែអំពើផ្ដាច់ការនៅអ៊ីរ៉ង់បងប្អូនអ៊ីរ៉ង់អត់ខុសរបបខ្មែរក្រហមទេខ្ញុំមិនលើកទឹកចិត្តនៅក្នុងការឈ្លានពានរដ្ឋអធិបតេយ្យទេក៏ប៉ុន្តែរបបដឹកនាំរដ្ឋអ៊ីរ៉ង់មិនមែនជារដ្ឋអធិបតេយ្យទេរបបដឹកនាំអ៊ីរ៉ង់គឺជារបបដឹកនាំបែបបិសាចខលខើព្រីផ្សៃរំលោភសិទ្ធិមនុស្សបំពានប្រជាធិបតេយ្យធ្វើបាបធ្វើទុកបុកម្នេញប្រជាពលរដ្ឋងើបមួយវាយមួយដូចស្រុកខ្មែរអញ្ចឹងអត់ខុសគ្នាទេប្រជាពលរដ្ឋអ៊ីរ៉ង់គ្មានសេចក្តីសុខផ្លូវចិត្តនៅក្នុងការដែលហ៊ាននិយាយការពិតអីទេគេយកទៅព្យួរកទាំងកដាលក្រុងកដាលថ្ងៃគឺគេធ្វើអញ្ចឹងរាប់សិបអ្នករាប់ម៉ឺនអ្នកហើយដូច្នេះរបបនេះគឺយើងគិតថាវាជារដ្ឋអធិបតេយ្យមួយប៉ុន្តែបើយើងដឹងអំពីរបបដឹកនាំរដ្ឋរបស់អ៊ីរ៉ង់បានយើងព្រឺព្រួចប៉ុណ្ណាថាអូពធោប្រធាំងដូចតែរបបខ្មែរក្រហមដែរតើយើងមានសមានចិត្តជាមួយប្រទេសអ៊ីរ៉ង់ឬក៏យើងមានសមានចិត្តជាមួយនឹងប្រជាពលរដ្ឋអ៊ីរ៉ង់ដែលរងការឈឺចាប់ធ្វើទុកបុកម្នេញរបស់របៀបដឹកនាំរដ្ឋបែបផ្ដាច់ការនេះហើយនៅពេលដែលដឹកនាំរដ្ឋបែបផ្ដាច់ការគឺយកឱកាសប្រើអាគ្រឿងសពាវុធបរមាណូហ្នឹងគឺជាការគំរាមកំហែងពិភពលោកដោយទាំងអាមេរិកផងដើម្បីឲ្យខ្លួនអាចបង្ក្រាបប្រជាពលរដ្ឋបានដោយសារតែប៉ះអត់បាននេះខ្លួនមានអាវុធបរមាណូខ្ញុំជឿថាក្រោយពីអ៊ីរ៉ង់គេនឹងសេរីកូរ៉េខាងជើងហើយ
ព្រោះកូរ៉េខាងជើងនេះក៏មានបរិមាណណូមានអីហើយកន្លងមកនេះគឺចង់ធ្វើព្យុះភ្លៀងជាមួយនឹងអាមេរិកអីដែរខ្ញុំជឿថាកូរ៉េខាងជើងក៏ចិត្តគិតកិច្ចមិនផុតពីចំណាត់ការរបស់អាមេរិកដែរអូខេឥឡូវខ្ញុំនឹងបញ្យល់អំពីហេតុផលហេតុអីបានជាអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលបើកប្រតិបត្តិការគេហៅថាប្រតិបត្តិការសឹកទ្រង់ទ្រាយធំប្រឆាំងទៅលើប្រទេសអ៊ីរ៉ង់បាទលោកត្រាំថ្ងៃនេះខ្ញុំអានសាររបស់គាត់ដើម្បីឲ្យបងប្អូនបានដឹងថាអីទៅជាបំណងពិតរបស់លោកត្រាំហើយខ្ញុំនឹងបញ្យល់អំពីឫសគល់នៃបញ្ហាផលវិបាកអីផ្សេងទៀតតាក់ទងនឹងអ៊ីរ៉ង់សង្គ្រាមនៅអ៊ីរ៉ង់នេះដែរលោកត្រាំដែលជាប្រធានាធិបតីអាមេរិកគឺបានចេញសេចក្តីថ្លែងសារតាមប្រព័ន្ធទូរទស្សន៍ចេញពីសតវិមានមកថាអាមេរិកគឺតាមរយៈបទបញ្ជារបស់គាត់គឺបញ្ជាឲ្យបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំបាទប្រតិបត្តិការសឹកប្រតិបត្តិការសង្គ្រាមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំគឺបើកទ្រង់ទ្រាយធំតែម្ដងដោយមានកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាលអ៊ីស្រាអែលខ្ញុំបើកវងកញ្ចក់បន្តិចបងប្អូនមុននឹងថ្លែងសាររបស់លោកត្រាំពេលនេះបិតាសន្តិភាពបាទលោកត្រាំគឺជាអ្នកដែលបង្កើតឲ្យមានក្រុមប្រឹក្សាសន្តិភាពដែលទៅប្រជុំគ្នាកាលពីថ្ងៃ20ខែកុម្ភៈទេដែលនឹងដោះស្រាយបញ្ហានៅតំបន់កាហ្សាហើយនៅក្នុងហ្នឹងមានសមាជិកក្រុមប្រឹក្សាសន្តិភាពមានអ៊ីស្រាអែលមានកម្ពុជាដែរប៉ុន្តែនៅពេលនេះបិតាសន្តិភាពសមាជិកសន្តិភាពដែលកំពុងនិយាយគ្នាទើបតែបាន10ថ្ងៃ8ថ្ងៃណាមួយអាទិត្យគឺចាប់ផ្ដើមបើកយុទ្ធនាការសង្គ្រាមទ្រង់ទ្រាយធំគឺទាំងអ៊ីស្រាអែលទាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់បិទពងកញ្ចក់មកវិញលោកត្រាំនិយាយថាប្រតិបត្តិការសឹកទ្រង់ទ្រាយធំនេះគឺទី1ដោយសារតែ47ឆ្នាំហើយដែលប្រទេសអ៊ីរ៉ង់រដ្ឋាភិបាលឬក៏យើងគាត់មិនហៅរដ្ឋាភិបាលទេលោកត្រាំហៅរបបដឹកនាំរដ្ឋបងប្អូនការដែលលោកត្រាំហៅរបបដឹកនាំរដ្ឋឬក៏របបដឹកនាំរបបអ៊ីរ៉ង់នេះគឺបានន័យថាចង់សម្ដៅថាអាមេរិកមិនទទួលស្គាល់ទេហើយគ្មានប្រទេសណាទទួលស្គាល់ដែរព្រោះរបបបានន័យថាជាការគ្រប់គ្រងប្រទេសដោយមិនតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេគឺការបោះឆ្នោតដោយការចាប់មេបកប្រឆាំងដាក់គុកឬក៏មិនអោយបកប្រឆាំងចូលរួមការបោះឆ្នោតឬក៏សម្លុតបំភ័យប្រជាប្រដ្ឋធ្វើទុកបុកម្នេញអង្គការសង្គមស៊ីវិលប្រព័ន្ធឯករាជ្យសេរីភាពព័ត៌មានលក្ខណៈអីហ្នឹងអាហ្នឹងគេហៅឈ្មោះរបបអត់ខុសទេអញ្ចឹងរបបអ៊ីរ៉ង់ហ្នឹងគឺលោកថា47ឆ្នាំហើយដែលចិញ្ចឹមចិត្តគឺចង់តែឲ្យអាមេរិកនឹងចុះនរកចង់សម្លាប់ប្រជាប្រដ្ឋអាមេរិកឬក៏សហរដ្ឋអាមេរិកទី2លោកថាការដែលបើកប្រតិបត្តិការសឹកនៅពេលនេះគឺទី1គឺធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធបរមាណូទៀតទេព្រោះអ៊ីរ៉ង់ប្រហែលខែចុងក្រោយនេះចាប់ផ្ដើមផលិតបានកញ្ជ្រួច ballistic ដែលកញ្ជ្រួចបាញ់ឆ្លងទ្វីបហើយអាចនាំក្បាលគ្រាប់បរមាណូដែលអាចបាញ់ឆ្ងាយចូលដល់សម្ព័ន្ធមិត្តរបស់អាមេរិកនៅនឹងប៉ះពាល់ដល់សន្តិសុខពិភពលោកដែរតែអ៊ីរ៉ង់អត់ព្រមឈប់ទេដោយសារអីការចរចាប្រហែលថ្ងៃចុងក្រោយនេះគឺតឹងតសៃកគឺបរាជ័យខ្លាំងបំផុតគឺនៅពេលដែលស្នើឲ្យអ៊ីរ៉ង់រំលាយចោលការដែលផលិតអាវុធបរមាណូបន្តអីនឹងអ៊ីរ៉ង់អត់ព្រមហើយរឿងនេះហើយដែលអាមេរិកថាការចរចាអីក៏ដោយតាអ៊ីរ៉ង់មិនព្រមឈប់ផលិតអាវុធបរមាណូគឺចាប់ហើយបងប្អូនឥឡូវយើងសួរចេះវិញថាអ៊ីរ៉ង់ផលិតបរមាណូវាខុសអីតើប្រទេសរុស្ស៊ីអត់មានបរមាណូទេអញ្ចឹងចិនអត់មានបរមាណូទេអញ្ចឹងកូរ៉េអត់មានបរមាណូទេអញ្ចឹងកូរ៉េខាងត្បូងជប៉ុនអត់មានទេអញ្ចឹងរុស្ស៊ីហើយនៅប្រទេសនៅអឺរ៉ុបទៀតអត់មានទេអញ្ចឹងអាមេរិកមានច្រើនជាងគេផងតែហេតុអីបានទាំងអស់ហ្នឹងអត់មានបញ្ហាវាមានបងប្អូនអញ្ចឹងបានថាបរមាណូដែលមានច្រើនជាងគេនៅអាមេរិកខ្ញុំសប្បាយចិត្តទៅវិញព្រោះអីអាមេរិកបើទោះថាជាបងធំជាអីក៏ដោយដូចជើងកាងអីក៏ប៉ុន្តែមានក្រមសីលធម៌អាហ្នឹងដូចយើងកាន់កាភ្លើងអញ្ចឹងណាបងប្អូនបើគេឲ្យកាភ្លើងទៅកាន់បើប៉ះអ្នកសង្វឹងខួបអួរទៅនួគ្មានគិតទិសតំបន់អីបាញ់ប្រាវខ្ទេចខ្ទីស្លាប់មនុស្សអស់ហើយ
ប៉ុន្តែបើកាន់នៅក្នុងដៃគ្រូបង្រៀនឬក៏អ្នកដែលមានក្រមសីលធម៌គឺកាភ្លើងហ្នឹងគ្រាន់ទុកដើម្បីការពារខ្លួននៅក្នុងកែអញ្ចឹងទៅការពារសុវត្ថិភាពអ្នកដទៃជាជាងការទៅសម្លុតបំភ័យធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដទៃទៅវិញវាអញ្ចឹងណាហើយដល់អាវុធបរមាណូបើនៅក្នុងដៃអាមេរិកអត់សូវណាភ័យព្រោះអាមេរិកមិនអាចធ្វើអីផ្ដេសផ្ដាស់ទៅបាញ់គម្រាមសម្លាប់ប្រទេសណាដែលមានសេរីប្រជាធិបតេយ្យរដ្ឋាភិបតេយ្យគាត់ទៅរករឿងតាប្រទេសអញ្ចឹងរបបផ្ដាច់ការអញ្ចឹងតាហើយរបបផ្ដាច់ការហ្នឹងវាមានអីឲ្យរលាយអស់ក៏ឆាប់ក៏ល្អដែរអញ្ចឹងនៅពេលនេះគឺអាមេរិកលោកត្រាំគាត់ថាត្រូវតែនីយ៉ាងម៉េចដើម្បីឲ្យគ្រាប់បរមាណូហ្នឹងគឺឡើងមាននៅប្រទេសអ៊ីរ៉ង់តែអ៊ីរ៉ង់មិនព្រមតែអាមេរិកថាអត់ព្រមមានតែវិធីយោធាហ្នឹងហើយមួយទៀតគឺអាមេរិកបានបញ្ជាក់តាមសាររបស់លោកត្រាំថាគ្មានប្រទេសណាមួយទេនេះគឺជាមេរៀនប្រាប់ទៅអ៊ីរ៉ង់និងប្រទេសដទៃទៀតកុំក្អកភាសានេះវាចុកចាប់បន្តិចហើយបងប្អូនខ្ញុំមែនតើថាអាមេរិកហេតុតែបងធំនិយាយអីក៏បានដែរគឺថាអត់មានក្អកទេឲ្យតែហ៊ានតតាំងជាមួយនឹងអំណាចយោធារបស់អាមេរិកគឺដឹងខ្ទេចឯងនឹងលោកត្រាំចង់ផ្ញើសារអញ្ចឹងអ្នកណាក៏ដោយគាត់និយាយអញ្ចឹងអ្នកណាក៏ដោយហើយទី2បន្តទៀតគឺឲ្យអ៊ីរ៉ង់អាមេរិកគឺគាត់និយាយមួយទៀតថាគ្រាប់បែកនេះគឺនឹងទម្លាក់គ្រប់ទិសទីនៅលើប្រទេសអ៊ីរ៉ង់ហ្នឹងទុកទិសទីអត់មានប្រដាក់ទេគឺប៉ុន្តែទិសទីហ្នឹងគឺសំណង់យោធាគាត់និយាយចឹងចុះក្រុមអង្គការសង្គមស៊ីវិល60អង្គការហេតុអីក៏មិននាំគ្នាទៅតវ៉ាបាតកម្មនៅផ្ទះលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតឲ្យគេដោះលែងលោកកឹមសុខាណាឲ្យគាត់អីគេដោះលែងលោកកឹមសុខាមកតើវាចង្រៃអីសាកមើលបងប្អូនសាកមើលដោះលែងលោកកឹមសុខាតើចង្រៃអីឲ្យប្រកាសហើយបើដោះលែងលោកកឹមសុខាទម្លាក់ចោលបទចោលទាំងអស់ប្រឆាំងលោករងឈុនទម្លាក់ចោលបទចោលទាំងអស់ប្រឆាំងនឹងគណៈបកប្រឆាំងដែលខ្លួនធ្លាប់ធ្វើទុកបុកម្នេញដោះលែងសកម្មជនឲ្យអស់ចេញពីពន្ធនាគារដែលជាសកម្មជននយោបាយដែលអង្គការសិទ្ធិមនុស្សអង្គការសហជាតិម្សិលមិញអ្នកស្រីម៉ារីឡដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនិយាយទៀតប្រាប់ថាគេឃ្លាំមើលលោកចលនាមេដាធម្មជាតិទាំង5យ៉ាងយកចិត្តទុកដាក់តើនេះឬដែលយើងគិតថាជាបដាសាតាមពិតពរជ័យរបស់យើងគឺនៅការដោះលែងអ្នកទាំងអស់នេះអស់មកហើយចាំមើលតើវាចង្រៃអីហើយខ្ញុំសឹងតែហ៊ានភ្នាល់ដាក់ជីវិតណាសម្រាប់ប្រទេសកម្ពុជាបើយើងដោះលែងអ្នកទាំងអស់នេះបើយើងស្ដារទាំងអស់នេះបើយើងរៀបចំប្រព័ន្ធដឹកនាំរដ្ឋឲ្យមានភាពសេរីត្រឹមត្រូវនិងយុត្តិធម៌បើយើងឲ្យអ្នកកាសែតហ៊ាននិយាយអីបានទៅតាមអិសរៈចិត្តរបស់ខ្លួនបើយើងឲ្យប្រជាពលរដ្ឋហ៊ាននិយាយតវ៉ារិះគន់រដ្ឋាភិបាលដោយមិនចាប់គេដាក់គុកខ្ញុំថាគ្មានចង្រៃទេគឺសេរីពរជ័យសពសាទុការនឹងកើតមានដល់ប្រទេសកម្ពុជានេះជាពិសេសនៅក្នុងពេលដ៏លំបាកនេះផងហើយខ្ញុំហ៊ានដាក់ជីវិតថាបើដោះលែងអ្នកទាំងអស់នោះបែរទៅជាប្រទេសកម្ពុជាកើតកលយុគអត់មានទេកលយុគដែលកម្ពុជាកើតមានគឺការដួលរលំនៃក្រុមគ្រួសារតកូលហ៊ុនតែប៉ុណ្្នឹងឯងនៃរបៀបក្រាញអំណាចអាហ្នឹងទៅហើយព្រោះធម្មតាគឺគេមិនចង់បានរបៀបដឹកនាំរដ្ឋបែបហ្នឹងទៅហើយប៉ុន្តែអស់លោកក៏គួរតែសាទរទៅបើប្រជាពលរដ្ឋមានការដឹកនាំប្រទេសមួយឬក៏ការរួមថាគេមានប្រជាធិបតេយ្យមានសិទ្ធិមនុស្សដើម្បីប្រជាពលរដ្ឋ17លានអ្នកចោះអស់លោកមានទ្រព្យសម្បត្តិមហាសាលបែបនេះរស់100ជីវិតទៀតមិនអស់ផងហេតុអីក៏មិនទៅសោយសុខទៅគ្មានប្រជាពលរដ្ឋណានៅក្នុងស្រុកខ្មែរគេតូមម្នេញនឹងអស់លោកទៅសោយសុខទេប៉ុន្តែកុំឲ្យអាសោយសុខនៅក្នុងកំណត់ទឹកភ្នែករបស់អ្នករាជតាតែប៉ុណ្្នឹងទេអស់លោកមានទ្រព្យច្រើនណាស់ដូចលោកបណ្ឌិតកែមលីកាលនៅរស់ចឹងថាអស់លោកដែលជាអ្នកកាន់អំណាចខ្លះហ្នឹងដែលជាគ្រួសារតកូលអភិជនហ្នឹងលុយទ្រព្យអង្គុយហែកចោលមកជីវិតហ្នឹងរហូតដល់ថ្ងៃស្លាប់ក៏ហែកអត់អស់ហ្នឹងក៏អង្គុយហែករាល់ថ្ងៃអានេះអ្វីដែលលោកបណ្ឌិតកែមលីបកែរនឹកពាក្យដែរប៉ុន្តែជាការពិតគឺអញ្ចឹងមែនអស់លោកមានណាស់អស់លោកសម្ញែងទ្របអស់លោកសម្ញែងភាពអស្ចារ្យសបាយដែលប្រជាពលរដ្ឋកំពុងខ្លោចផ្សារគ្រប់យ៉ាងអាពាពីពីមួយរោងអស់រហូតដល់អាចខ្ទង់$100,000គ្រាន់តែទិញផ្កាភ្ញីនៅពេលដែលប្រជាពលរដ្ឋរត់តែបាយហូបអត់ទាំងបាន3ពេលមួយថ្ងៃផងអានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្លោចផ្សារនិងឈឺចាប់ប៉ុន្តែអស់លោកមានតែឈឺចាប់អីអញ្ចឹងព្រោះអស់លោកអត់ឃើញការឈឺចាប់របស់ប្រជាពលរដ្ឋនឹងការរិះគន់ទេព្រោះយើងបិទសម្លេងគេអស់ទៅយូរឡើងមានហ៊ានអ្នករិះគន់ដល់តែពេលគេនិយាយថាត្រូវថាពួកនឹងពួកឧទាមពួកទៅស្អីក៏ទៅដែរប៉ុន្តែខ្លួនឯងអត់កែទេអញ្ចឹងបងប្អូនសរុបសេចក្តីមកវិញគឺយើងបើចង់ឈ្នះថៃ
គឺយើងឈ្នះចិត្តខ្មែរខ្លួនឯងសិនគឺយើងឈ្នះសាមគ្គីផ្ទៃក្នុងហើយកុំឲ្យមានតែនៅក្នុងក្រដាស់បញ្ឈប់ទៅអាវប្បធម៌លលកអីហ្នឹងយើងទៅអនុគ្រោះល្អហើយទទួលយកចោះប៉ុន្តែកុំឲ្យទទួលក្នុងន័យតែមានចេតនាបំបែកគណៈបពប្រឆាំងអ្នកដែលស្មោះត្រង់មែនតែនអត់ដែលសន្តោសប្រោះប្រណីទេយើងទៅប្រោះប្រណីអ្នកដែលជេរហើយនាំគ្នាសុំទោសឬក៏ទៅអោបស្បែកជើងលាងបែកជើងអីចឹងអាហ្នឹងគឺយើងអត់ទៅមុខទេអាហ្នឹងខ្ញុំនិយាយអំពីការតែត្រូវដោះលែងលោកកម្មសខាទៅកុំឲ្យចោតអាមេរិកនេះថាជាអ្នកដែលបំផ្លាញកម្ពុជាឥឡូវខ្ញុំនិយាយអំពីសង្គ្រាមអាមេរិកនិងអ៊ីស្រាអែលនៅអ៊ីរ៉ង់ថាវាមានន័យយ៉ាងម៉េចសម្រាប់ប្រទេសកម្ពុជាខ្ញុំព្យាយាមកាត់បន្ថយនៅក្នុងការនិយាយថាណាអារឿងឆ្លោះគ្នានៅគុយបាសោះហេតុអីបានពូម្នាក់នៅព្រៃវែងដែលកង់ដាច់ច្រវាក់រាល់ថ្ងៃធ្លាក់ច្រវាក់រាល់ថ្ងៃមកហូបទឹកកកឈូសអានព័ត៌មានពីរឿងអុយណែគុយបាអីចឹងរវល់អារឿងស្រូវស្រែរបស់ខ្លួនអត់រវល់